គ្រាន់តែឃើញវីដេអូក្បាលដំបងបណ្ដឹងតែសប្បាយយ៉ាងណាដែរស្វាគមន៍មកជួបប្លុកខ្ញុំម្ដងទៀតហើយថ្ងៃនេះគឺយើងធ្វើដំណើរពីភ្នំពេញទៅឯក្រុងព្រះសីហនុទៅញ៉ាំអាហារឆ្ងាញ់ឆ្ងាញ់ប្លែកៗថតរូបកន្លែងថ្មីថ្មីជាប់ឆ្នេរសមុទ្រដើរលេងទៅគឺមកទីនេះមកញ៉ាំអាហារមកឲ្យដើរញ៉ាំអាហារតាំងពីព្រឹកដល់ល្ងាចមកទៅអាហារមកគីបកងបែកអីហ្នឹងគឺសំណោះហើយយើងមកដល់ញ៉ាំអាហារពេលព្រឹកនេះនៅម៉ោង7កន្លះទៅមានកាទៀវសំប៉ាំងត្រីខបាយមាន់កាទៀវបបរអីហ្នឹងទៅបងប្អូនចង់ញ៉ាំមួយណាញ៉ាំមួយហ្នឹងណាហើយភេសជ្ជៈអីក៏មានដែរបងប្អូនចង់ញ៉ាំអីញ៉ាំទៅហើយពួកយើងមកសិតស៊ុបអាហារសិនទៅចេញពីម៉ោង5ទៅ5:76យើងចេញមកទៅយើងបញ្ញាប់ធ្វើឲ្យឆាប់ទៅដល់កំពង់សោមណាហើយក៏យើងបញ្ញាប់សិតស៊ុបអាហារពេលព្រឹកលឿនទៅហើយក៏យើងរៀបចំឡើងឡានបញ្ញាប់ឡានទៅវិញដែរហើយពួកយើងលេង challenge ដែរណាដេកក្នុងឡានទាំងទៅទាំងមកគឺអស់$30អញ្ចឹងតែចាប់បានឲ្យតងោកក៏អស់$30ដែរតែមួយចាញ់ខ្ញុំទាំងអស់ដេកទាំងអស់មកវិញគឺដេកទាំងអស់តកង់ងោកដែរអញ្ចឹងចាញ់ហើយខ្ញុំលួចថតបានវីដេអូដែលបាច់ធ្លេគេរំក្នុងឡានណាបន្ទាប់មកក៏យើងឈប់ចោះថតទៅយើងមកដល់ក្រុងព្រះសីហនុហើយយើងបងលុយបងអីក៏យើងឈប់ចោះថតនៅកន្លែងផ្លាកសញ្ញារបស់គេដែលដាក់ថាក្រុងព្រះសីហនុណាហើយបន្ទាប់មកក៏យើងទៅឯនីសមុទ្រយើងមកដល់ទៅយើងចោះយកស្រូបចោលអាកាសយើងមកដល់ហ្នឹងម៉ោង9នេះទៅយើងស្រូបចោលអាកាសខ្យល់អីសិនទៅបន្ទាប់មកក៏យើងទៅកំងអាហារសម្រន់មានកបែគោងៀតខ្យងមឹកងាវអីហ្នឹងណាយើងសោះអាហារសម្រន់ទៅហើយនិយាយទៅគឺអាហារគេនេះគឺយើងកំងមឹក20កាក់តាមមួយផ្លែតអស់លេងមួយម៉ាត់មួយចកាឃើញស្គមតែពូកែញ៉ាំផុនគេដែរណាហើយមកទ្រីបនេះក៏យើងធ្វើដំណើរមួយថ្ងៃបងងាយគឺយើងមកញ៉ាំអាហារគ្រឿងសមុទ្រអីហ្នឹងណាយើងមកសាកដើរញ៉ាំហ្មងនេះទៅគឺមួយថ្ងៃគេតែពីញ៉ាំទេដល់ម៉ោងញ៉ាំចានេះយើងអាហារសម្រន់ទៀតអញ្ចឹងបន្ទាប់មកក៏យើងទៅមួយកន្លែងទៀតដែរមួយកន្លែងហ្នឹងគឺស្ថាគារគេដែលនៅខាងម្ដុំកកើអីចឹងណាហើយស្ថាគារហ្នឹងមានឈ្មោះថា Novotel ហ្នឹងគឺគេមានកន្លែងអាងហែទឹកក្មេងហើយនឹងកន្លែងអាងហែទឹកមនុស្សធំចាស់ហ្នឹងណាគេបែងចែកដែរហើយកន្លែងគេចេញមកគឺកប់បងអើយដូចនៅស្រុកគេចឹងឃើញហើយគឺអូ fresh មែនតើនេះទៅនៅជាប់សមុទ្រអាងហែទឹកគេធ្វើរបៀបដូចនឹងរឿងគេទៅថតចឹងនៅស្រុកគេណាហើយខ្មែរយើងក៏មានដែរមិនអន់ទេហើយស្ថាគារកន្លែងស្អាតថតរួចជាមួយមកដល់ហើយបញ្ញាប់ទៅរកកន្លែងដាក់អវ៉ាន់ដាក់អីផ្លាស់កៅផ្លាស់អីដើម្បីទៅថតរូបហើយដោយសារកន្លែងគេស្អាតហើយចឹងយើងធ្វើការកំងភេសជ្ជៈអីទីទៅគឺដូចនៅស្រុកគេចឹងភេសជ្ជៈ passion ទឹកក្រូចច្បាត់និយាយទៅទឹកអាឡុកទឹកអីហ្នឹងគឺអូ fresh មកនិយាយទៅដាក់ជាតិមកក្តៅចេះវ៉ាន់ហើយទឹកដូងទឹកអីក៏មានហើយសម្រាប់ប៊ីយ៉ាភេសជ្ជៈស្រាក្លុកស្រាអីគេបំរើសម្រាប់បរទេសណានិយាយទៅមានចិនកូរ៉េបរទេសគេមកលេងច្រើនហើយពួកខ្ញុំក៏បានកំងមហូបអាហារហើយក៏នៅគ្នាហ្នឹងក៏ទៅថតរូបទៅព្រោះចំពេលវេលាហ្នឹងថតរូបស្អាតណាស់ប្លង់ចេះខប់មកឃើញកប់សេរីមកហើយអូសប្បាយណាមួយថតរូបក្តៅយ៉ាងណាក៏ទ្រាំដែរគឺដើម្បីបានរូបស្អាតទៅមួយថ្ងៃហ្នឹងគឺដើរលេងមកកន្លែងថតរូបញ៉ាំអីហ្នឹងគឺទៅបាច់មកហើយសម្រាប់កន្លែងអាហែទឹកគេវិញបើសិនជាយើងចង់ហែទឹកគឺយើងបង់ម្នាក់$25សម្រាប់អ្នកដែលគេមកពីក្រៅណាហើយបើសម្រាប់អ្នកនៅក្នុងហ្នឹងវិញគឺគេឲ្យហែទឹក free តែបើសិនជាម្យ៉ាងវិញទៀតបើសិនជាយើងញ៉ាំអាហារចាប់ពី25ឡើងលើក៏យើងហែទឹកបានដែរយើងញ៉ាំអាហារណាតែពួកខ្ញុំវិញញ៉ាំអាហារវាជាអស់60ជាងដែរនិយាយទៅហែទឹកបាន2នាក់ដែរតែមួយអត់ហែទេដោយសារអីខ្លាចខ្មៅអញ្ចឹងមកទៅថតរូបឯងអញ្ចឹងដើរថតរូបកន្លែងប្លង់គេច្រើនណាបងអើយ80លានប្លង់ថតរូបកន្លែងហ្នឹងក៏បានដែរនិយាយទៅគឺស្អាតកន្លែងគេជាប់មាត់សមុទ្រដែលយើងមើលឃើញសមុទ្រមើលឃើញកោះមើលឃើញអីណាហើយបន្ទាប់ពីយើងថតរូបថតអីហើយទៅអាហារយើងក៏បានកំងហ្នឹងគឺបានមកដល់ដែរនិយាយទៅអាហារយើងកំងគឺមកដល់យើងធ្វើការញ៉ាំអាហារសិនទៅហើយមានច្រើននិយាយទៅអាហារគេ sandwich pizza burger អីហ្នឹងយើងចង់ហៅមួយណាក៏បានដែរនិយាយទៅគេធ្វើសម្រាប់បរទេសណាហើយមួយសប្បាយណាហើយបន្ទាប់ពីហ្នឹងទៅក៏យើងទៅខាងសាលើវិញដែរសាលើយើងទៅទិញក្តាមទិញអីហើយគេឆាណាហើយញ៉ាំអីនៅសាលើខ្លះទៀតទៅជិះចុកថ្ងៃគឺដើរទៅញ៉ាំមកណាហើយទៅញ៉ាំអាហារនៅខាងមាត់សមុទ្រវិញបែរខ្ទង់ម៉ោង4កន្លះអញ្ចឹងនិយាយទៅញ៉ាំរហូតមួយថ្ងៃបងល្ងាចហ្នឹងគឺដើរញ៉ាំរហូតហើយfresh បាយមួយយ៉ាងដែរហើយបន្ទាប់មកក៏យើងញ៉ាំនំរទីដែរលាងមាត់ដល់វគ្គផ្អែមលាងមាត់ទៀតមានតែផ្អែមលាងមាត់នំរទីហើយទៅក៏យើងញ៉ាំហើយយើងចេញដំណើរមកដល់ហាងនេះមកម៉ោង8ដែរហាពេលល្ងាចហ្មងញ៉ាំបាយទៀតញ៉ាំរហូតមកនិយាយទៅពីខ្ញុំទៅនិយាយទៅគឺមានតែប៉ុណ្្នឹងទេបងអើយនិយាយទៅដំណើរផ្សារមួយថ្ងៃបងល្ងាចគឺដើរមកញ៉ាំអាហារគ្រប់សពបែបយ៉ាងទៅកុំឲ្យ stress ពេកអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបងបាយបាយ
cái đau હું કંપનીનો ખાઉં છું ઓક. ઈ મારા ગોળ ઓક. ગોળ હોય ને અહીંયા આપણે જેમ ખાઈ ઓક. છીએ પેલા સારું કરું ભગવાન મેં ક્યાંય જોયા નથી હવે હું આ ચેર ઉપર બેઠો મારો અહીંયા ફગાવાલો હોય ને તો હું પેલા કંપનીનો ફાયદો એ જ છું